សួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះយើងចេញវីដេអូថ្មីទៀតហើយបាទហើយយើងខានចេញវីដេអូយូរហើយបងប្អូនមកអុំទុកមកគឺខានចេញវីដេអូឥឡូវថ្ងៃនេះយើងមកមើលផ្ទះបាទតែយើងក្រុងបលីកាំងលីអុំទុកឥឡូវយើងធ្វើចិត្តរាល់ហើយបងប្អូនបាទយើងមិនថាចិត្តរាល់ឥឡូវយើងបាន30% បងប្អូនបាទនិយាយទៅការរៀបបាទអត់ការចាក់តតគឺយើងនៅច្រើនទៀតបាទអញ្ចឹងហើយវាបានប៉ុណ្ណឹងបងប្អូនបាទនិយាយទៅវារមុំដែរបាទហើយយើងដើរមើលលេងសិនបងប្អូនបាទយើងធ្វើ3បន្ទប់បងប្អូនបាទ3បន្ទប់អញ្ចឹងទៅណាយើងតាមដែរមានអីបាទអានេះម៉ូតកពើ5បងប្អូនណាម៉ូតកពើ5និយាយទៅយើងសាមញ្ញបំផុតបងប្អូនបាទនេះយើងបន្ទប់គឺធំទលាយដែរបងប្អូនបាទទុកធំទលាយមករស់នៅអញ្ចឹងណាហើយអានេះក្រានបាយបន្ទប់ទឹកបងប្អូនបាទក្រានបាយបន្ទប់ទឹកនិយាយរួមយើងធ្វើមកសំរុំបាទវាមិនតូចហើយក៏មិនធំដែរមកល្មមហើយទៅជាងគាត់ធ្វើលឿនដែរបងប្អូនបាទមកអុំទុកហ្នឹងគឺទៅគាត់សម្រុកមែនតើបាទមេតិចអញ្ចឹងទៅគាត់ធ្វើសម្រុកមែនតើបាទព្រោះគាត់យកហាត់បង្ហើយខែមួយហ្នឹងគាត់ដាក់គោលដៅថាគាត់តែខែមួយហ្នឹងគឺអាចនឹងហើយបាទទៅជាងគាត់ប៉ានអញ្ចឹងណាយើងមើលទៅបងប្អូនបាទឥឡូវយើងមកចូលមើលខាងក្នុងបងប្អូនបាទយើងទិដ្ឋភាពនៅពីខាងក្នុងបាទនិយាយទៅនេះយើងគ្រាន់តែបង្ហាញត្រួសទេបាទមកទឹកដៃជាងមិនធម្មតាដែរអញ្ចឹងណានិយាយទៅគាត់អត់មានធ្វើនៅឡែបទេគឺធ្វើប្រញាប់យកលុយបាក់លុយទៅផ្ទះបាទអញ្ចឹងគាត់ធ្វើសម្រុកបាទអត់ទាន់បានមកខែពេញលេញទេណាបងប្អូនបាទនេះអានេះគឺជាបន្ទប់ណាបាទមកប៉ុណ្ណឹងមកអសដំបូងមកយើងអាចនៅបានបាទកូនទៅចឹងមកយើងអាចនៅបានហើយបងប្អូនបាទពី3នាក់បាទតលាយទៅវឹងតែម្ដងបងប្អូនបាទហើយនិយាយទៅយើងធ្វើនេះគឺមកសាមញ្ញបំផុតបាទយើងអត់មានទៅហត់លោតអីទេយើងធ្វើមកល្មមមកយើងអាចរស់នៅបានអញ្ចឹងណានិយាយទៅយើងធ្វើបាទម៉ូតនេះគឺយើងឆ្លាញ់ដែរបាទនិយាយទៅវាសាមញ្ញសម្រាប់យើងណាហើយយើងអត់ចាំបាច់ទៅញ៉ៃម៉ូតអីហត់លោតអីទេយើងធ្វើប៉ុណ្ណឹងគឺយើងអាចនៅពេកទេបាទនិយាយទៅយើងថានៅពេកទេបាទនៅរាប់ឆ្នាំបាទបន្ទប់គឺយើងធ្វើបាទ3បន្ទប់បាទនេះបន្ទប់1ហើយនឹងក្រានបាយហើយនឹងបន្ទប់ទឹកអញ្ចឹងណាបងប្អូនបាទហើយអានេះយើងលក្ខណៈគ្រួសារបងប្អូនបាទកូន3កូន2អីនៅមួយសេតបាទបងប្អូនបាទហើយបងប្អូនយើងមានថវិកាបាទតិចតួចល្មមយើងអាចធ្វើបាទទូចបាទនេះវាទំហំយើងធំដែរបងប្អូន3បន្ទប់ហើយបងប្អូនណាអញ្ចឹងណាបាទបងប្អូននៅនេះយើងសូមបញ្ចប់វីដេអូប៉ុណ្ណឹងសិនបាទតាមពេលរួចរាល់យើងនឹងបញ្ជាក់បងប្អូនបន្ថែមទៀតអញ្ចឹងណាហើយអរគុណច្រើនបងប្អូនណាបាទយើងថាយើងរវល់មួយរយៈហ្នឹងគឺអត់ទៅបានចេញឥឡូវយើងចេញវីដេអូបញ្ញាអញ្ចឹងណាអរគុណច្រើនបងប្អូនដែលតែងតែគាំទ្រកន្លងមកអញ្ចឹងអរគុណច្រើនបងប្អូនបាទជួបគ្នានៅវីដេអូក្រោយអរគុណច្រើន